Ngày nay dươngរៀនពីវិធីគណលេខលឿនបំផុតដែលមិនចាំបាច់ប្រើម៉ាស៊ីនគណលេខទេឥឡូវយើងមើលទាំងអស់គ្នាឧទាហរណ៍ថា23គុណនឹង17ស្មើបងយើងត្រូវមើលយើងយក2គុណនឹង1 2គុណនឹង1ស្មើប៉ុន្មានអញ្ចឹងយើងត្រូវដាក់លេខស្មើនឹង2ហើយយើងយក3គុណនឹង7ស្មើនឹងប៉ុន្មាន3 7ដង21អញ្ចឹងយើងសេលេខ1នេះហើយលេខ2យើងទុកបូកបន្ថែមអានេះយើងសល់លេខ2មួយទៀតអញ្ចឹងដល់ពេលនេះយើងត្រូវយក7គុណនឹង2 7គុណនឹង2 14មកយក1គុណនឹង3អញ្ចឹងបូកជាមួយនឹង3ស្មើនឹង17ហើយ17នឹងបូកជាមួយនឹង2ដែលសល់មួយហ្នឹងអញ្ចឹងវាស្មើនឹង19អញ្ចឹងយើងសេលេខនេះលេខ9ហើយចំណែកលេខ1នេះវិញយើងយកបូកជាមួយនឹងលេខ2អញ្ចឹងចម្លើយត្រូវគឺ391ឥឡូវមួយទៀតឧទាហរណ៍មួយទៀតយើងយកលេខ75គុណជាមួយនឹង74យ៉ាងចុះស្មើ7 7 ដង49អញ្ចឹងយើងសេលេខ49 5 9ដង20អញ្ចឹងយើងសេលេខ0នៅខាងក្រោយវែយើងត្រូវដាក់តាមមួយខ្ទង់ជាមួយខ្ទង់នេះអញ្ចឹងសល់នេះសល់លេខ2ព្រោះ20អញ្ចឹងដល់វេនេះយើងគុណ4គុណនឹង7 28 7គុណនឹង5បូក35អញ្ចឹងវាស្មើនឹង63បូកជាមួយនឹង2ស្មើនឹង65អញ្ចឹង65យើងសេលេខ5នៅសល់លេខ6យើងបូកជាមួយនឹង9បូកជាមួយនឹង49ហ្នឹងទៅអញ្ចឹងវាចម្លើយឲ្យត្រូវនោះគឺ50ហើយឥឡូវយើងចូលដល់មួយទៀតយើងគុណឲ្យច្បាស់ទាំងអស់គ្នាឲ្យជិតទាំងអស់គ្នាសម្រាប់អ្នកដែលប្រឡងទី12ព្រោះអីគេឲ្យប្រើកាសយ៉ូទេអញ្ចឹងយើងរៀនគុណលេខដោយមិនបាច់ប្រើកាសយ៉ូទេអញ្ចឹងយើងមួយទៀត86គុណនឹង12មុនដំបូងយើងយកលេខ8គុណជាមួយនឹង1អញ្ចឹងវាស្មើនឹង8យកលេខ6គុណនឹងលេខ2វាស្មើ12អញ្ចឹងយើងសេលេខ2វាសល់1យើងចាំបូកជាមួយផ្ទុយក្រោយអញ្ចឹង2គុណនឹង8 16 1គុណនឹង6 6អញ្ចឹងវាស្មើនឹង22បូក1ស្មើនឹង23អញ្ចឹងឡើយនេះគឺយើងត្រូវសេលេខ3ហើយលេខ2ដែលសល់នេះហើយយកបូកជាមួយនឹងលេខ8អញ្ចឹងចម្លើយត្រឹមត្រូវនោះគឺកន្លែងនេះត្រូវសេលេខ10ស្
ស្មើនឹង1032 អរគុណសម្រាប់ការទស្សនារបស់អ្នកហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តវីដេអូមួយនេះហើយសូមជួយចុច subscribe ដើម្បីបានវីដេអូថ្មីៗបន្តទៀតសូមអរគុណ